បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពបាទត្រៀមនឹងថត MV បទថ្មីរបស់លោកសិទ្ធផងដែរបាទហើយពុកម៉ែបងប្អូនបានមើលទស្សនាហើយបទផ្សេងល្បីជាច្រើនរបស់លោកផងដែរក៏មានបទស្នាមសាក់បាទផងដែរហើយនេះក្រុមការងារកំពុងតែតុបតែងខ្លួនបាទតុបតែងខ្លួនហើយក៏មានបងប្រុសបាទបងប្រុសម្នាក់ដែលធ្វើមុខពុកម៉ែបងប្អូនប្រកាសជាស្គាល់គាត់ដែរបាទគាត់ហើយបាទកន្លែងណាក៏មានគាត់ដែរពុកម៉ែបងប្អូនហើយនេះ idol របស់យើងភាពស្រស់ស្អាតមែនតើនៅក្រៅរស់រាយរាក់ទាក់មែនតើពុកម៉ែបងប្អូនហើយនេះជាទូស្រីផងដែរបាទគាត់ថាគាត់អត់តន់ផាត់មុខផងខ្ញុំថាអីទេផាត់មុខហើយប៉ុណ្ណឹងស្អាតហើយបាទហើយនេះគាត់ក៏សាយថាមែនទេ idol នេះញ៉េះញោះគេរហូតឲ្យតែពេលថតញ៉េះញោះគេរហូតគាត់ថាมันបានញ៉េះញោះទេបាទហើយខ្ញុំក៏បន្តថតក្រុមការងារផ្សេងផងដែរពុកម៉ែបងប្អូនហើយនេះបាទ DOP របស់យើងប្រចាំផលិតកម្មថោនហើយគឺមានអ្នកដឹកច្រើនបាទអ្នកដឹកច្រើនថ្ងៃនេះហើយនេះស្រីនុតបាទស្រីនុតតារាសម្ដែងរបស់យើងរស់រាយមែនតើពុកម៉ែបងប្អូនគាត់ធ្វើសក់បដាអីបដាអញ្ចឹងគាត់ធ្វើខ្លួនឯងមាន make up គាត់ធ្វើខ្លួនឯងណាហើយមានអ្នកខ្លះគាត់រាំ TikTok ពុកម៉ែបងប្អូនឃើញខ្ញុំទៅគាត់ក៏ដកទូរស័ព្ទគាត់អៀនគាត់មានអ្នកខ្លះអៀនកាមេរ៉ារត់ចូលក្នុងផ្ទះបដ ហើយនេះខ្ញុំក៏មិនចាក់ឆ្ងាយពីក្រុមការងារយើងដែរពុកម៉ែបងប្អូននេះគឺជាសកម្មភាពដែលត្រៀមនឹងថត MV បទថ្មីផងដែរហើយពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនឃើញហើយមានអ្នកខ្លះកំពុងតែធ្វើសក់អ្នកខ្លះត្រៀមខ្លួនផ្សេងបាទក៏មានតារាសម្ដែងច្រើនមែនតើពុកម៉ែបងប្អូនថ្ងៃនេះច្រើនមែនតើចូលប្រហែលជា60នាក់ហើយនេះក្រុមការងារបាទក្រុមការងារខាងភ្លើងពុកម៉ែបងប្អូនដេក័រភ្លើងហើយនេះបាទនេះក៏ក្រុមការងារដេក័រភ្លើងដែរហើយក៏ត្រៀមបាទកាមេរ៉ាគាត់ set up រួចហើយពុកម៉ែបងប្អូនហើយក៏មិនចាក់ឆ្ងាយបាទខ្ញុំសួរគាត់ថាបងបែងប្រហែលជាប្រហែលម៉ោងទៀតបែងធ្វើហើយគាត់ថាអត់ទេតែមួយផ្លែទៀតហើយហីបាទគាត់ក៏បានពិភាក្សាគ្នាយ៉ាងច្រើនផងដែរគាត់ថាបើឯងត្រៀមតែចាំតែថតទៅបងអូនរៀបចំស្អាតហើយឥឡូវគាត់ទៅថាកូនចៅខ្ញុំធ្វើស្អាតហើយបាទពុកម៉ែបងប្អូនហើយក៏ខ្ញុំមិនភ្លេចទេបាទមានអ្នកថាចាំមើលចាំផ្សាយខ្ញុំថាឡើយចូលកាមេរ៉ាអត់ទេបាទហើយគាត់ពិភាក្សាគ្នាថានេះបងប្រុសបាទបងប្រុសកាមេរ៉ាមែនហៅបងគឿនធារាផងដែរគាត់ធ្វើភ្នែកស្អាតមែនតើពុកម៉ែបងប្អូនគាត់ថាបត់ណាខ្ញុំធានាឲ្យល្បីបើមិនល្បីទេទុកចិត្តលើខ្ញុំគេថាប្លង់ធានាគឺពីស្អាតតែម្ដងហើយនេះបងប្រុសបាទមេបច្ចេកទេសផងដែរបងអ៊ីមែនបាទហើយគាត់ពិភាក្សាថាអើកូនចៅអើយហើយនៅការងារគេហ្នឹងអ្នកមានអ្នកស្រែកមកគាត់ថាហើយលើហើយបាទហើយនេះក្រុមការងារច្រើនបាទមានខាងនេះផងពុកម៉ែបងប្អូនមានអ្នកផ្សារមានអ្នកបាទចាំត្រៀមថតបាទមានច្រើនមែនតែនពុកម៉ែបងប្អូនសកម្មភាពហើយក៏អរគុណពុកម៉ែបងប្អូនដែលទស្សនាក្នុងវីដេអូនេះសង្ឃឹមថាបងប្អូននឹងរងចាំទស្សនា MV ចូលឆ្នាំបទថ្មីរបស់ផលិតកម្មថោនទាំងអស់គ្នាបាទ idol របស់យើងជាច្រើនផងដែរសូមអរគុណ